ច្បាប់ប្រុសពីវគ្គទី25ដល់វគ្គទី32ជាកំណាព្យបទព្រហ្មកិច្ចសូត្របែបកូនចៅកុំឲ្យស្ងួតក្អមថេងអស់រលីងពីពីងធំគ្មានសងនោះមិនសមជួនក្រែងក្រងាយយប់ថ្ងៃទួងដើរទៅឆ្ងាយចិត្តកាន់កំបិតកំដដៃក្រែងមានមេឃឈើព្រៃកាប់កាន់មកធ្វើជាអង្គជួនកាលក្រែងបនឡាមុតអាត្មាគ្រាន់ចាំងជួងជាគ្រឿងគ្រប់មិនខំការសត្វត្រូវទួងឆ្មាឆ្កែដើរព្រៃឲ្យមើលលើឃើញស្លឹកឈើជាបនឡាកាប់កាន់គុំដៃទេអង្គុយគុណមើលឆ្វេងស្ដាំក្រែងមានឈើព្រៃងាប់គួកាច់កាប់យកជាថ្នាំផ្ញើក្រានគ្រាន់ដនដាំបាយបានឆ្អិនឆាប់ដូចចិត្តសងស្រីស្រដីបានបើអ៊ំមានមិនព្រួយគិតសពថ្ងៃប្រុងគុំនិតថែទាំទៅគុំរបស់មានប្រាំងស្រូវអង្គទុកឲ្យល្អគុំសពរងសំចៃគុំឲ្យអស់មើលថែធួនខ្លួនឯងណាសូវស្ដួចគុំឲ្យដាច់បើវាតិចឲ្យឧស្សាហ៍រិងរកផ្សំទៀតណាឲ្យបានច្រើនក្រវើនទុកអត្ថបទនេះដកស្រង់ចេញពីច្បាប់ប្រុសរបស់បណ្ឌិតម៉ឺនមីសូត្រដោយខ្ញុំបាទកៅផល្លាគ្រូវិទ្យាល័យសម្ដេចឪសម្ដេចម៉ែខេត្តរតនគិរី